កាលពីវីដេអូមុនយើងបាននិយាយអំពីជំនាញ3ដែលបានដកស្រង់ចេញពីសៀវភៅ Parenting the Strong-Willed Child របស់អ្នកនិពន្ធ Falkham និង Long ដែលបានបោះពុម្ពនៅក្នុងឆ្នាំ2010រួចមកហើយលោកអ្នកអាចចូលរួមមើលនៅជំនាញទាំង3នេះក្នុង playlist ហើយខ្ញុំក៏បានដាក់ចំណងភ្ជាប់ក្នុង description ផងដែរថ្ងៃនេះយើងនឹងដឹងពីជំនាញថ្មីមួយទៀតដែលនិយាយអំពីការណែនាំថាម៉េចគ្រាន់តែការណែនាំក៏ត្រូវមានជំនាញដែរប្រកបណាស់លោកអ្នកអាចប្រាប់កូនៗរបស់លោកអ្នកឲ្យធ្វើអ្វីមួយបានព្រោះថាអ្នកជាឪពុកម្ដាយមានសិទ្ធិអំណាចក្នុងការបញ្ជាឲ្យកូនធ្វើអ្វីដែលយើងប្រាប់ឲ្យគាត់ធ្វើអ្វីដែលសំខាន់លោកអ្នកត្រូវដឹងថាការដែលលោកអ្នកមិនដឹងអំពីរបៀបក្នុងការនិយាយជាមួយកូនៗរបស់ខ្លួនវានឹងធ្វើឲ្យការណែនាំរបស់លោកអ្នកមិនមានប្រសិទ្ធភាពហើយធ្វើឲ្យកូនៗរបស់លោកអ្នកមិនស្ដាប់តាមអ្វីដែលលោកអ្នកប្រាប់ទៀតផងដូចនេះហើយការណែនាំក៏មានគោលការណ៍ដើម្បីជំរុញឲ្យកុមារតូចធ្វើតាមអ្វីដែលលោកអ្នកជាឪពុកម្ដាយបានប្រាប់ឲ្យគាត់ធ្វើផងដែរសូមរំលឹកអំពីជំនាញដំបូងបន្តិចដែលជាជំនាញនៃការចូលរួមហើយអ្នកនិពន្ធបានបញ្ជាក់ជាច្រើនលើកជាច្រើនសារអំពីការមិនគប្បីឲ្យអ្នកជាឪពុកម្ដាយបង្គាប់បញ្ជាឬសួរសំណួរជាច្រើនចំពោះកុមារនៅពេលដែលពួកគាត់កំពុងលេងឬលោកអ្នកជាឪពុកម្ដាយប្រើប្រាស់ជំនាញនៃការចូលរួមនេះជាមួយនឹងពួកគាត់តែមកដល់ជំនាញទី4នេះបែរជានិយាយអំពីជំនាញមួយដែលនិយាយផ្ទុយអំពីការលើកឡើងខាងមុខទៅវិញឲ្យអ្នកជាឪពុកម្ដាយបង្គាប់បញ្ជាឲ្យកុមារធ្វើអ្វីមួយតើនេះមានន័យយ៉ាងដូចម្តេចទៅវិញប្រកបណាស់នៅពេលដែលអ្នកប្រើប្រាស់ជំនាញនៃការចូលរួមគឺអ្នកជាឪពុកម្ដាយមិនគួរបង្គាប់បញ្ជាឲ្យកុមារធ្វើអ្វីនោះទេជាពិសេសពេលដែលគាត់កំពុងលេងពីព្រោះលោកអ្នកត្រូវដឹងថាគោលបំណងនៃការកសាងទំនាក់ទំនងនិងការស្វែងយល់អំពីកូនៗរបស់លោកអ្នកច្រើនជាងមុនគឺប្រើប្រាស់ជំនាញនៃការចូលរួមនេះក្នុងជំនាញនីមួយៗមានគោលដៅជាក់លាក់មួយហើយចំណុចចាប់ផ្ដើមនៃការចិញ្ចឹមកូនប្រកបដោយវិជ្ជមានគឺការកសាងទំនាក់ទំនងមួយជាមួយនឹងកូនរបស់ខ្លួនក៏ដូចជាការស្គាល់កាន់តែច្បាស់អំពីពួកគាត់ឲ្យកាន់តែច្រើនជាងមុនក្នុងចំណោមការប្រើប្រាស់ជំនាញទាំង5នេះលោកអ្នកគួរតែប្រើប្រាស់ជំនាញទី1និងទី2ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានដើម្បីជំរុញសកម្មភាពសមរម្យរបស់កូនៗលោកអ្នកហើយប្រសិនបើមានសកម្មភាពណាមិនសមរម្យលោកអ្នកគួរជ្រើសរើសប្រើជំនាញមិនអើពើដើម្បីកាត់បន្ថយឬបញ្ចប់នៅសកម្មភាពមិនសមរម្យរបស់កុមារនោះអញ្ចឹងចុះការប្រើជំនាញនៃការណែនាំវិញគឺមានគោលបំណងអ្វីដែរលោកអ្នកជាឪពុកម្ដាយត្រូវដឹងថាក្មេងគាត់នៅតែជាក្មេងគាត់មិនទាន់ស្គាល់ច្បាស់នៅពិភពលោកទេដូច្នេះមនុស្សធំត្រូវធ្វើការណែនាំចង្អុលបង្ហាញអំពីអ្វីដែលគាត់ត្រូវធ្វើជាពិសេសរឿងដែលទាក់ទងនឹងការគ្រោះថ្នាក់មួយចំនួនដូចជាការប្រើប្រាស់គ្រឿងញៀនបារីនិងគ្រឿងស្រវឹងជាដើមមិនមានការចាំបាច់នៅក្នុងការឲ្យគាត់សាកល្បងនៅអ្វីដែលគ្រោះថ្នាក់ទាំងអស់នោះទេដើម្បីឲ្យពួកគាត់ដឹងអំពីផលវិបាករបស់វាយើងជាមនុស្សធំក៏អាចអប់រំពួកគាត់ឲ្យដឹងអំពីផលវិបាកទាំងឡាយដែលកើតចេញអំពីការប្រើប្រាស់គ្រឿងញៀនបារីនិងគ្រឿងស្រវឹងផងដែរបាទមុននឹងនិយាយអំពីជំនាញនៃការណែនាំបន្តទៀតប្រសិនបើលោកអ្នកចូលចិត្តវីដេអូនិយាយពីចំណេះដឹងទាក់ទងនឹងមនុស្សបែបនេះសូមជួយ Subscribe មើលផងហើយប្រសិនបើអាចសូមជួយ Like វីដេអូមួយនេះសម្រាប់ជាការលើកទឹកចិត្តផងដែរលោកអ្នកអាចចែករំលែកនៅបទពិសោធន៍ដែលលោកអ្នកមានទាក់ទងនឹងការចំបីបាច់កូននៅក្នុង comment បានផងដែរបើសិនមានជាសំណួរខ្ញុំពិតជារីករាយចង់ដឹងថាវាជាសំណួរប្រភេទអីតោះឥឡូវយើងមកនិយាយអំពីជំនាញនៃការណែនាំនេះម្ដងឥឡូវលោកអ្នកសូមសាកល្បងស្ដាប់នៅឧទាហរណ៍មួយចំនួនអំពីការណែនាំរបស់ឪពុកម្ដាយមួយជាទូទៅដែលប្រើប្រាស់ជាមុនសិនឧទាហរណ៍ទី1ម៉ោះកូនក្រោកឡើងរៀបចំបន្ទប់គេងហើយទៅងូតទឹកដុសធ្មេញឲ្យបានស្អាតចេញមកវិញសិតសក់ឲ្យស្អាតបាតផងហើយទៅស្លៀកពាក់ឲ្យរួចរាល់ញ៉ាំអីរួចហើយត្រៀមខ្លួនទៅរៀនកូនឧទាហរណ៍ទី2កូនគួរតែធ្វើខ្លួនជាក្មេងល្អឧទាហរណ៍ទី3តើពេលណាទើបកូនក្រោកពីគេងបានឧទាហរណ៍ទី4តោះយើងនាំគ្នារៀបចំបន្ទប់ឧទាហរណ៍ទី5និងចុងក្រោយកូនក្រោកឡើងរៀបចំបន្ទប់ឲ្យស្អាតបើបន្ទប់មិនស្អាតទេវាអាចធ្វើឲ្យមានសត្វល្អិតចូលមកក្នុងបន្ទប់ហើយវាធ្វើឲ្យកូនគេងមិនស្រួលហើយពេលនោះកូននឹងគ្មានកម្លាំងទៅរៀនទៀតនោះទេខាងលើនេះសុទ្ធតែជាការណែនាំដែលឪពុកម្ដាយប្រើប្រាស់ដើម្បីប្រាប់កូនៗឲ្យធ្វើសកម្មភាពណាមួយតើអ្នកឃើញថាការណែនាំខាងលើទាំង5នេះយ៉ាងម៉េចដែរឥឡូវនេះយើងមកនិយាយឧទាហរណ៍ម្ដងមួយមកបកស្រាយម្ដងថាតើការណែនាំប្រភេទនេះមានបញ្ហាអ្វីខ្លះយើងមកនិយាយអំពីឧទាហរណ៍ទី1ជាមុនសិនដែលឧទាហរណ៍ទី1ម៉ោះកូនក្រោកឡើងរៀបចំបន្ទប់គេងហើយទៅងូតទឹកដុសធ្មេញឲ្យបានស្អាតចេញមកវិញសិតសក់ស្លៀកពាក់ឲ្យរួចរាល់ចាំទៅញ៉ាំអីហើយត្រៀមខ្លួនទៅរៀនណានៅពេលដែលលោកអ្នកស្ដាប់ឮនៅការណែនាំបែបនេះតើលោកអ្នកនឹកឃើញអំពីការពីក្មេងដែលឪពុកម្ដាយគាត់ធ្លាប់ណែនាំលោកអ្នកបែបនេះដែរឬទេ
ហើយតើមានប្រមាណអ្នកដែលធ្វើតាមគ្រប់ការណែនាំឲ្យធ្វើសកម្មភាពទាំងនេះបានគ្រប់ទាំងអស់ដែលឪពុកម្ដាយបានប្រាប់អ្នកតើលោកអ្នកមើលឃើញថាអ្វីទៅជាបញ្ហានៃការប្រើប្រាស់ការណែនាំប្រភេទនេះទៅអ្នករាល់គ្នាក៏ប្រហែលជាមានការលំបាកក្នុងការចងចាំសកម្មភាពអ្វីខ្លះដែលមនុស្សធំតម្រូវឲ្យលោកអ្នកធ្វើឲ្យអស់ចុះទម្រាំតែកុមារតូចដែលមិនទាន់មានសមត្ថភាពในការចងចាំល្អដូចយើងទៀតនោះការណែនាំប្រភេទនេះមានសកម្មភាពតូចៗជាច្រើនដែលបានលើកឡើងដោយមនុស្សធំហើយឲ្យពួកគាត់ធ្វើនៅក្នុងពេលតែមួយថែមទៀតផងការបង្គាប់បញ្ជាឲ្យកុមារធ្វើបែបនេះអាចនឹងជួបការលំបាកដោយសារតែកុមារមិនអាចបំពេញរួចទៅតាមអ្វីដែលយើងចង់បានទាំងអស់នោះទេហើយនៅពេលដែលកុមារគាត់មិនអាចបំពេញនៅអ្វីដែលយើងចង់បានវានឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អកើតឡើងហើយទាំងលោកអ្នកទាំងអាណាព្យាបាលនឹងចាប់ផ្ដើមមានបញ្ហាទំនាក់ទំនងជាមួយគ្នាដោយជៀសមិនផុតលោកអ្នកអាចមានការគិតថាចុះបើសិនជាគាត់គង់តែធ្វើសកម្មភាពទាំងនោះដដែលតើវាមិនចំណេញទេឬអីនៅក្នុងការនិយាយម្ដងឲ្យចប់ទាំងអស់នោះបើដោយការនិយាយបែបនេះចំណេញធ្វើឲ្យលោកអ្នកមិនបាច់ប្រាប់គាត់ម្ដងមួយតែលោកអ្នកត្រូវចាំថាជាផលវិបាកកុមារមិនអាចធ្វើតាមការណែនាំទាំងអស់ក្នុងពេលតែមួយបានព្រោះថាសកម្មភាពតូចៗជាច្រើនក្នុងការណែនាំដែលលោកអ្នកធ្វើគឺធ្វើឡើងតែម្ដងក្នុងពេលតែមួយដើម្បីឲ្យការណែនាំរបស់លោកអ្នកមានប្រសិទ្ធភាពគួរតែធ្វើការបំបែកនៅការណែនាំរបស់លោកអ្នកឲ្យតូចនិងមានសកម្មភាពមួយជាក់លាក់នៅមុនពេលធ្វើការណែនាំអ្វីមួយទៀតឧទាហរណ៍យកការណែនាំខាងលើយកមកនិយាយតោះកូនក្រោកឡើងព្រឹកហើយនៅពេលដែលគាត់បើកភ្នែកហើយយើងរងចាំឲ្យគាត់ស្វាងពីងុយដេកទើបយើងចាប់ផ្ដើមបន្តថាតោះយើងនាំគ្នារៀបចំបន្ទប់គេងឲ្យស្អាតបន្ទាប់ពីបានរៀបចំបន្ទប់គេងលោកអ្នកអាចសរសើរអំពីទម្លាប់ល្អរបស់គាត់ដោយនិយាយឬប៉ះពាល់ឬក៏លើកមេដៃជាដើមបង្ហាញអំពីការឲ្យរង្វាន់ទៅលើគាត់មុននឹងយើងចាប់ផ្ដើមបន្តសំណួរតទៅទៀតលោកអ្នកអាចឃើញហើយថានៅពេលដែលយើងបំបែកការណែនាំឲ្យទៅជាសកម្មភាពតូចៗបែបនេះលោកអ្នកនឹងផ្ដល់ឱកាសឲ្យកូនរបស់លោកអ្នកដឹងថាត្រូវធ្វើអ្វីហើយពួកគាត់អាចសម្របទៅតាមការណែនាំរបស់លោកអ្នកបានជាពិសេសនៅពេលដែលពួកគាត់បានធ្វើសកម្មភាពតូចៗនោះបានជោគជ័យការលើកសរសើរគាត់គឺនឹងជួយជំរុញឲ្យគាត់ធ្វើសកម្មភាពផ្សេងៗទៀតទៅតាមអ្វីដែលយើងប្រាប់បាទឥឡូវនេះយើងចូលទៅដល់ការណែនាំលើឧទាហរណ៍ទី2វិញម្ដងឧទាហរណ៍ទី2គេនិយាយថាកូនត្រូវធ្វើខ្លួនឲ្យជាមនុស្សល្អណាឬក៏និយាយថាងូតទឹកឲ្យលឿនឡើងឬក៏អាចនិយាយថាខ្លួនឯងដឹងខ្លួនឯងថាកំពុងធ្វើអីហើយនៅពេលដែលស្ដាប់នៅការណែនាំបែបនេះតើអ្នកយល់ឃើញបែបណាតើឥឡូវយើងមកនិយាយអំពីបញ្ហានៃការណែនាំប្រភេទនេះវិញការណែនាំប្រភេទនេះគឺមិនមានភាពច្បាស់លាស់នៅក្នុងការណែនាំធ្វើឲ្យកុមារមិនដឹងថាខ្លួនត្រូវធ្វើអ្វីដើម្បីបំពេញតាមការណែនាំមួយនោះទេលោកអ្នកគួរតែធ្វើការបញ្ជាក់ឲ្យច្បាស់នៅពេលដែលធ្វើការណែនាំកុមារឲ្យធ្វើអ្វីមួយដូចជាកូនគួរតែធ្វើខ្លួនជាក្មេងល្អដែលកូនអាចចែករំលែករបស់លេងរបស់កូនជាមួយនឹងក្មេងៗដទៃទៀតបានឬក៏កូនងូតទឹក10នាទីទៀតបានហើយឬក៏ថាថ្ងៃនេះកូនអណ្ដើមរបស់លេងជាមួយនឹងអ្នកដទៃស្របពេលដែលរបស់នោះកូនមិនបានលេងទៀតនោះទេកូនគួរតែចែករំលែករបស់ទាំងអស់នេះជាមួយអ្នកដទៃបានការដែលលោកអ្នកប្រាប់គាត់ឲ្យដឹងថាសកម្មភាពអ្វីដែលលោកអ្នកចង់បានមូលហេតុអ្វីដែលគាត់ត្រូវធ្វើសកម្មភាពទាំងអស់នោះនឹងបានបញ្ជាក់ពីសកម្មភាពឲ្យកុមារដឹងច្បាស់ថាគាត់ត្រូវអនុវត្តអ្វីនោះកុមារទំនងជាធ្វើតាមអ្វីដែលមនុស្សធំធ្វើការណែនាំឲ្យគាត់ធ្វើតោះឥឡូវនេះយើងមកពិនិត្យមើលទៅលើឧទាហរណ៍ទី3ដែលលើកឡើងម្ដងថាតើពេលណាទើបកូនភ្ញាក់ពីគេងបានការដែលលោកអ្នកមានបំណងចង់ឲ្យកូនក្រោកពីគេងតែលោកអ្នកប្រើប្រយោគបែបជាសំណួរបែបនេះសម្រាប់កុមារមានន័យថាគាត់មានជំរឿននៅក្នុងការក្រោកឡើងភ្លាមឬមិនទាន់ក្រោកឡើងនាពេលឥឡូវនេះបានហើយនៅពេលដែលកុមារឆ្លើយតបមិនដូចជាអ្វីដែលលោកអ្នកជាពុកម្ដាយរំពឹងទុកនោះវាធ្វើឲ្យលោកអ្នកមានអារម្មណ៍មិនល្អកើតឡើងហើយវាប៉ះពាល់ទៅដល់ចិត្តរបស់អ្នកទាំងអស់គ្នាដោយធ្វើឲ្យអ្នកទាំងអស់គ្នាគិតថាកូនជាក្មេងដែលមិនស្ដាប់បង្គាប់ធ្វើតាមអ្វីដែលយើងចង់បានសោះបញ្ហានៅត្រង់ថាលោកអ្នកបានប្រើប្រាស់ការណែនាំជាទម្រង់សំណួរដែលអនុញ្ញាតឲ្យកុមារមានជម្រើសនៅក្នុងការធ្វើតាមឬក៏មិនធ្វើតាមហើយនៅពេលដែលកុមារមិនធ្វើតាមធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តលោកអ្នកអាចប្រើប្រាស់ការណែនាំក្នុងទម្រង់ជាសំណួរបានប្រសិនបើលោកអ្នកចង់ឲ្យកុមារមានចន្លោះពេលខ្លះក្នុងការធ្វើតាមការអនុវត្តរបស់លោកអ្នកឧទាហរណ៍ដូចជាតើពេលណាទើបកូនក្រោកពីគេង10នាទីទៀតអាចក្រោកបានទេក
កុមារអាចឆ្លើយថាចាំ10នាទីទៀតនេះលោកអ្នកបានដឹងហើយថាកុមារស្ដាប់តាមអ្វីដែលលោកអ្នកបានប្រាប់ហើយលោកអ្នកក៏អាចផ្ដល់នៅជាជំរឿសផ្សេងសម្រាប់កុមារផងដែរពីព្រោះការដែលផ្ដល់ជំរឿសឲ្យកុមារក៏ជាវិធីសាស្ត្របង្រៀនមួយឲ្យគាត់មានភាពម្ចាស់ការលើខ្លួនឯងតែការផ្ដល់ជំរឿសឲ្យគាត់គួរតែកុំឲ្យមានច្រើនពេកជាពិសេសជាមួយកុមារតូចៗពីព្រោះវាអាចធ្វើឲ្យគាត់ច្របូកច្របល់និងពិបាកនៅក្នុងការសម្រេចចិត្តឥឡូវនេះយើងមកនិយាយអំពីឧទាហរណ៍ទី4វិញម្ដងឧទាហរណ៍ប្រភេទនេះបង្កជាការយល់ច្រឡំដល់កុមារគឺដោយសារតែយើងចាប់ផ្ដើមដោយពាក្យថាតោះយើងការចាប់ផ្ដើមដោយប្រើពាក្យបែបនេះអាចធ្វើឲ្យកុមារយល់ច្រឡំថាលោកអ្នកជាឪពុកម្ដាយនឹងចូលរួមធ្វើសកម្មភាពជាមួយពួកគាត់ស្របពេលដែលលោកអ្នកមិនមានបំណងក្នុងការធ្វើសកម្មភាពជាមួយគាត់នោះទេប្រសិនបើលោកអ្នកមិនមានបំណងនៅក្នុងការចូលរួមសកម្មភាពជាមួយកុមារទេលោកអ្នកមិនគួរប្រើពាក្យនេះទេកុមារអាចយល់ច្រឡំហើយគាត់នឹងរងចាំលោកអ្នកធ្វើសកម្មភាពជាមួយនឹងគ្នាដូចជាបានប្រើប្រាស់ពាក្យថាតោះយើងនាំគ្នារៀបចំបន្ទប់ពេលកុមារឮពាក្យបែបនេះគាត់អាចគិតថាលោកអ្នកនឹងធ្វើសកម្មភាពជាមួយនឹងគាត់ដូចនេះហើយគាត់ប្រហែលជាកំពុងតែរងចាំលោកអ្នកជួយរៀបចំបន្ទប់ផងដែរទើបគាត់មិនទាន់ធ្វើសកម្មភាពអ្វីទាំងអស់ប៉ុន្តែនៅពេលដែលលោកអ្នកឃើញថាគាត់មិនទាន់រៀបចំបន្ទប់លោកអ្នកប្រហែលជាមានអារម្មណ៍មិនល្អកើតឡើងមួយរំពេចជាសរុបមកប្រសិនបើលោកអ្នកមិនមានបំណងក្នុងការធ្វើសកម្មភាពជាមួយនឹងកុមារនោះទេយើងមិនគួរចាប់ផ្ដើមប្រើប្រាស់ពាក្យដែលធ្វើឲ្យកុមារយល់ច្រឡំបែបនោះទេឥឡូវនេះយើងមកមើលអំពីឧទាហរណ៍ទី5វិញម្ដងលោកអ្នកអាចស្ដាប់ម្ដងទៀតអំពីឧទាហរណ៍ទី5នេះកូនក្រោកឡើងហើយរៀបចំបន្ទប់ឲ្យស្អាតបើបន្ទប់មិនស្អាតទេវាអាចធ្វើឲ្យមានសត្វល្អិតចូលមកនៅក្នុងបន្ទប់ហើយធ្វើឲ្យកូនគេងមិនស្រួលពេលកូនគេងមិនស្រួលកូនគ្មានកម្លាំងសម្រាប់ទៅរៀនទៀតនោះទេការណែនាំប្រភេទនេះគឺជាការនិយាយពន្យល់ហេតុផលយ៉ាងច្រើនវែងអន្លាយដែលធ្វើឲ្យកុមារពិបាកយល់និងចងចាំអំពីអ្វីដែលលោកអ្នកប្រាប់ឲ្យគាត់ធ្វើណាស់ប្រកាសហើយលោកអ្នកជាពុកម្ដាយគួរតែធ្វើការពន្យល់ពីហេតុផលទៅដល់កុមារជាពិសេសនៅពេលដែលយើងចង់ណែនាំឲ្យគាត់មានធ្វើសកម្មភាពណាមួយតែការពន្យល់ពីមូលហេតុច្រើនវែងអន្លាយពេកអាចរំខានទៅដល់កុមារដែលពួកគាត់មិនដឹងថាពួកគាត់ត្រូវធ្វើអ្វីសូមចងចាំថាការចាប់បានព័ត៌មានរបស់កុមារគឺមានកម្រិតការប្រើប្រាស់ព័ត៌មានច្រើនដូចនេះមិនត្រឹមតែមិនជួយប៉ុណ្ណោះទេថែមទាំងរំខានដល់ការណែនាំរបស់អ្នកថែមទៀតផងឥឡូវលោកអ្នកសាកល្បងធ្វើបែបនេះវិញអូកូនមើលទៅបន្ទប់ស្អាតវានឹងធ្វើឲ្យសត្វល្អិតមិនមករំខានកូនមករៀបបន្ទប់ឲ្យស្អាតណាកូនតើលោកអ្នកយល់ឃើញពីភាពខុសគ្នានៃការណែនាំទាំងពីរនេះបែបណាដែរយើងអាចមើលឃើញថាការណែនាំលើកចុងក្រោយនេះគឺផ្ដល់នូវហេតុផលដល់កូនជាមុនបន្ទាប់មកទើបយើងប្រាប់អំពីអ្វីដែលគាត់ត្រូវធ្វើហើយការណែនាំនោះទៀតសោតគឺមានន័យខ្លីតែគ្រប់គ្រាន់សម្រាប់គាត់ហើយនៅពេលដែលលោកអ្នកបានដាក់នៅអ្វីដែលលោកអ្នកបានប្រាប់ឲ្យគាត់ធ្វើនៅចុងក្រោយវានឹងធ្វើឲ្យកុមារងាយចាប់បានថាតើលោកអ្នកចង់ឲ្យគាត់ធ្វើអ្វីយើងបានបញ្ចប់ពីការនិយាយអំពីការដែលណែនាំមិនល្អឬក៏មិនបានជួយអីទៅដល់លោកអ្នកជាពិសេសការណែនាំដែលមិនមានប្រសិទ្ធភាពឥឡូវនេះយើងមកនិយាយអំពីគោលការណ៍នានាដើម្បីធ្វើឲ្យការណែនាំរបស់លោកអ្នកមានប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀតជារួមគោលការណ៍ដើម្បីធ្វើឲ្យការណែនាំរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពគឺមានចំនួន8ដោយនៅក្នុងនោះរួមមានទី1គិតពីរបៀបនៅក្នុងការណែនាំកុមារមុនប្រាប់វត្តហើយលោកអ្នកត្រូវតាំងចិត្តនៅក្នុងការធ្វើគ្រប់វិធីទាំងអស់ដើម្បីឲ្យកុមារទទួលធ្វើតាមអ្វីដែលលោកអ្នកប្រាប់ទោះបីជាត្រូវចំណាយពេលវេលាឬថប់ពលច្រើនក៏ដោយទី2ការណែនាំរបស់លោកអ្នកត្រូវតែងាយយល់ហើយនឹងជាក់លាក់ទី3មកចិត្តកូនរបស់លោកអ្នកហើយឲ្យគាត់ចាប់អារម្មណ៍ជាមួយអ្នកស្របពេលដែលលោកអ្នកមើលទៅកាន់គាត់ហើយនិយាយឈ្មោះគាត់មុនពេលប្រាប់ឲ្យគាត់ធ្វើអ្វីមួយទី4និយាយជាមួយគាត់ដោយសម្ដីម៉ឺងម៉ាត់តែមិនមែនស្រែកគំហុកនោះទេទី5ប្រើកាយវិការសមស្របបង្ហាញពីអ្វីដែលគាត់ត្រូវធ្វើឧទាហរណ៍ចង្អុលពីកន្លែងដែលគាត់ត្រូវយកតុក្កតាមកទុកទី6សូមប្រើប្រាស់ពាក្យថាធ្វើនេះធ្វើនោះជាជាងប្រើប្រាស់ពាក្យថាកុំធ្វើនេះកុំធ្វើនោះនៅក្នុងការណែនាំរបស់លោកអ្នកទី7រងចាំប្រមាណជា5វិនាទីដោយស្ងប់ស្ងៀមនៅពេលដែលធ្វើការណែនាំម្ដងទី8ផ្ដល់រង្វាន់ដល់កុមារនៅពេលដែលគាត់ស្ដាប់ទៅតាមការណែនាំរបស់លោកអ្នកបានដឹងរួចមកហើយថាការណែនាំមិនមានប្រសិទ្ធភាពនិងការកែតម្រូវការណែនាំរបស់លោកអ្នកពីខាងលើ
ចឹងនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការណែនាំកុមារលោកអ្នកត្រូវរំពឹងថាកុមារត្រូវធ្វើទៅតាមអ្វីដែលយើងតម្រូវគាត់ឲ្យធ្វើហើយប្រសិនបើការណែនាំរបស់យើងធ្វើទៅហើយគាត់មិនធ្វើនេះការណែនាំរបស់លោកអ្នកក៏មិនមានន័យដែរប្រសិនបើលោកអ្នកធ្វើការណែនាំរបស់កុមារឲ្យធ្វើអ្វីមួយហើយកុមារមិនបានធ្វើតាមលោកអ្នកនឹងត្រូវប្រើប្រាស់ជំនាញទី5គឺជំនាញនៃផលវិបាកប៉ុន្តែយើងនឹងរៀននៅពេលក្រោយទៀតដែលយើងនឹងនិយាយបញ្ចប់នៅក្នុងសៀវភៅមួយនេះមុនពេលដែលធ្វើការណែនាំកុមារយើងត្រូវចាំថាយើងត្រូវដឹងអំពីអ្វីដែលឲ្យកុមារធ្វើជាក់លាក់ជាពិសេសឲ្យកុមារប្រមូលអារម្មណ៍នៅជាមួយយើងដើម្បីយើងប្រាប់អំពីសកម្មភាពជាក់លាក់ដែលឲ្យគាត់ត្រូវធ្វើដូចនេះហើយការដែលអនុវត្តដែលល្អបំផុតគឺហៅគាត់មកជិតហើយសម្លឹងមើលគាត់ព្រមទាំងហៅឈ្មោះគាត់ដើម្បីឲ្យគាត់ដឹងថាលោកអ្នកកំពុងតែនិយាយទៅកាន់គាត់ហើយក្នុងកំឡុងពេលនិយាយណែនាំកុមារសំឡេងនៃការនិយាយរបស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់ព្រោះថាលោកអ្នកមិនមែនធ្វើការគំរាមកំហែងគាត់ដោយប្រើពាក្យស្រែកកំហុកដូចជានៅក្នុងមន្ទីរទាហាននោះទេឬក៏លោកអ្នកកំពុងតែលេងជាមួយនឹងកុមារការនិយាយបែបរបៀបសុំអង្វរឲ្យកុមារធ្វើអ្វីមួយដែលអាចធ្វើឲ្យកុមារយល់ច្រឡំថាលោកអ្នកកំពុងតែលេងជាមួយគាត់អាចនឹងមិនធ្វើតាមលោកអ្នកជាឪពុកម្ដាយលោកអ្នកគួរតែប្រាប់កូនរបស់លោកអ្នកដោយពាក្យសម្ដីមើលម៉ាត់តែមិនបង្កឲ្យគាត់មានអារម្មណ៍ភ័យខ្លាចមុនពេលនិយាយជាមួយនឹងកូនរបស់អ្នកលោកអ្នកអាចសាកល្បងការនិយាយជាមួយនឹងដៃគូឬក៏ហាត់នៅមុខកញ្ចក់មុនពេលនិយាយជាមួយកូនដើម្បីឲ្យប្រកាសក្នុងចិត្តថាអ្វីដែលអ្នកនិយាយមិនខ្លាំងលើសលប់ពេកហើយក៏មិនលេងសើចជាមួយនឹងពួកគាត់ពេកដែរអ្វីដែលសំខាន់នៅក្នុងការណែនាំរបស់លោកអ្នកគឺការណែនាំនោះគួរតែមានលក្ខណៈសាមញ្ញងាយយល់បើសិនជាអាចរួមបញ្ចូលជាមួយនឹងកាយវិការនឹងជួយឲ្យកុមារងាយយល់អំពីអ្វីដែលលោកអ្នកប្រាប់ទៅគាត់ឧទាហរណ៍ប្រាប់គាត់ឲ្យរៀបតុក្កតាទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ហើយចង្អុលបង្ហាញពីកន្លែងដែលកុមារត្រូវទុកដាក់តុក្កតានោះលើពីនេះទៀតការណែនាំរបស់លោកអ្នកគប្បីគួរតែធ្វើដោយពាក្យថាគួរធ្វើនេះជាជាងការប្រើប្រាស់ពាក្យលក្ខណៈអវិជ្ជមានកុំធ្វើរឿងនេះកុំធ្វើរឿងនោះឧទាហរណ៍នៅពេលដែលលោកអ្នកដើរផ្សារលោកអ្នកគួរតែប្រើពាក្យថាដើរក្បែរបាជាជាងប្រើពាក្យថាអូកុំដើរលឿនពេកកូននៅពេលដែលលោកអ្នកប្រើប្រាស់ពាក្យពេចន៍វិជ្ជមានគឺមិនត្រឹមតែអាចកសាងទំនាក់ទំនងល្អជាមួយកូនប៉ុណ្ណោះទេលោកអ្នកក៏អាចប្រើប្រាស់ការផ្ដល់រង្វាន់នៅក្នុងការលើកទឹកចិត្តគាត់ជាជាងការប្រើប្រាស់ពាក្យអវិជ្ជមានផងដែរជាការល្អលោកអ្នកគួរតែប្រើរយៈពេលស្ងប់ស្ងាត់5វិនាទីដើម្បីឲ្យកុមារមានពេលសាកសួរបន្ថែមឬទទួលយកព័ត៌មានអ្វីដែលគាត់ត្រូវធ្វើពីលោកអ្នកពេលវេលាស្ងៀមស្ងាត់របស់លោកអ្នកក៏ជាឱកាសមួយដល់កូនត្រៀមលក្ខណៈធ្វើតាមពេលកុមារចាប់ផ្ដើមធ្វើការណែនាំរបស់លោកអ្នករួចហើយលោកអ្នកគួរតែប្រើជំនាញនៃការចូលរួមនិងផ្ដល់រង្វាន់ហើយគួរតែត្រូវធ្វើភ្លាមៗផងដែរព្រោះថាការប្រើប្រាស់ជំនាញនៃការចូលរួមនិងផ្ដល់រង្វាន់នេះនឹងជំរុញឲ្យគាត់ធ្វើសកម្មភាពល្អកើតឡើងជាបន្តបន្ទាប់នៅពេលខាងមុខឥឡូវនេះលោកអ្នកបានរៀនអំពីជំនាញនៃការចិញ្ចឹមបីបាច់កូនលក្ខណៈវិជ្ជមានមួយបន្ថែមទៀតហើយលោកអ្នកអាចដឹងថាការណែនាំដែលមានប្រសិទ្ធភាពគួរតែធ្វើបែបណាហើយសម្រាប់អ្នកជំនាញគេលើកទឹកចិត្តឲ្យយើងប្រើជំនាញការណែនាំនេះឲ្យតិចតាមតែអាចទៅធ្វើទៅបានហើយសម្រាប់ជំនាញនៃការចូលរួមនិងជំនាញផ្ដល់រង្វាន់គេលើកទឹកចិត្តឲ្យយើងធ្វើឲ្យកាន់តែច្រើនកាន់តែប្រសើរពិតហើយថាកុមារត្រូវការការណែនាំនិងសួរសំណួរតិចតួចពីឪពុកម្ដាយតែនៅពេលដែលលោកអ្នកប្រើប្រាស់ជំនាញនៃការចូលរួមនិងលើកសរសើរច្រើនជាមួយនឹងកូនរបស់លោកអ្នកនឹងឃើញពីទំនោរនៃការស្ដាប់តាមការណែនាំរបស់លោកអ្នកជាពិសេសនៅពេលដែលលោកអ្នកធ្វើការណែនាំគាត់ខ្លីៗនិងមានលក្ខណៈជាក់លាក់សូមចាំថាលោកអ្នកជាឪពុកម្ដាយត្រូវការណែនាំតម្រង់ទិសដល់កុមារដើម្បីឲ្យពួកគាត់ដឹងថាផ្លូវមួយណាដែលពួកគាត់ត្រូវដើរអ្វីដែលជាការល្អសូមលោកអ្នកគោរពតាមគោលការណ៍ទាំង8ដែលបាននិយាយនៅខាងលើនៅពេលដែលលោកអ្នកគោរពតាមគោលការណ៍ទាំង8នោះកុមារនឹងរួមចំណែកកាន់តែស្ដាប់នៅអ្វីដែលលោកអ្នកហើយធ្វើឲ្យលោកអ្នកណែនាំចំពោះគាត់កាន់តែមានប្រសិទ្ធភាពខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលវេលាស្ដាប់របស់អស់លោកអ្នកខ្ញុំសង្ឃឹមថានឹងមានការចែករំលែកនៅបទពិសោធន៍ល្អៗផ្សេងទៀតអំពីការចិញ្ចឹមបីបាច់កូនដោយវិជ្ជមានពីសំណាក់លោកអ្នកក្នុង comment ហើយប្រសិនបើមានជាសំណួរក៏អាចសរសេរបានផងដែរប្រសិនបើចូលចិត្តវីដេអូប្រភេទនេះសូមជួយចុច like មួយដើម្បីឲ្យ YouTube រុញវីដេអូនេះទៅកាន់អ្នកដទៃផ្សេងទៀតដើម្បីគាត់ទទួលបានចំណេះដឹងទាក់ទងនឹងការចិញ្ចឹមបីបាច់កូនដោយមិនប្រើហិង្សាខ្ញុំបាទពីពេកទូចិត្តសូមអរគុណសូមជម្រាបលា